ចាបងប្អូនមូលហេតុរាល់ថ្ងៃនេះខ្ញុំមកធ្វើម្ហូបងាយៗជូនបងប្អូនទស្សនាគឺជាជាការរំលឹកជួនកាលបងប្អូនរននឹងមិនដឹងថាធ្វើម្ហូបអីចាចង់ធ្វើម្ហូបបែបលឿនងាយអាចទស្សនាវីដេអូនេះខ្ញុំចឹងថ្ងៃហ្នឹងនាងខ្ញុំនាំជូនបងប្អូនរបៀបឆាសៀងសាច់ជ្រូកចាំជាមួយនឹងតកួនចាជាមួយនឹងតកួនដើម្បីឲ្យឆ្ងាញ់បងប្អូនត្រូវរើសប្រភេទតកួនដែរតកួនគឺយើងត្រូវរើសពួកតកួនណាដើមស្រួយហើយរាងខ្ចីបើមិនដូច្នោះទេពេលដែលយើងឆាទៅច្បាស់ណាស់ជាតកួនរបស់យើងអត់ឆ្ងាញ់ពេលឆាគឺយើងអត់ចាំបាច់ទុកយូរដែរយើងឆាតាមមួយត្រឡប់ពីរត្រឡប់អីទៅបានហើយចាឆាតកួនគឺគ្រឿងផ្សំរបស់យើងត្រូវតែមានតកួនចាក៏ដូចជាសាច់ជ្រូកច្រាំនិងឆ្អឹងមាន់ខ្លះសៀងហើយនឹងចាស្លឹកខ្ទឹមដើមដូចជាដើមខ្ទឹមអីហ្នឹងណាចានាងខ្ញុំច្រាំខ្ទឹមសឲ្យរាងម៉ត់ល្អិតល្មមមកបន្ទាប់មកគឺហាន់គល់ខ្ទឹមដើម្បីបំពងមួយខ្ទឹមសហ្នឹងណាចាពេលដែលហាន់គល់ខ្ទឹមហើយគឺយើងចាប់ដើមហាន់ស្លឹកខ្ទឹមមកបងប្អូនស្លឹកខ្ទឹមបងប្អូនចង់ហាន់ល្អិតក៏បានហាន់ឲ្យវែងក៏បានដែរសម្រាប់សាច់ជ្រូកនាងខ្ញុំបញ្ច្រាំបងប្អូនចាយើងយកសាច់ដែលមានជាប់ខ្លាញ់តិចមកបើមានស្បែកយើងអាចហាន់ស្បែកវាម្លែកដើម្បីដាក់ផ្សេងមិនបាច់ឲ្យជាប់មួយសាច់យើងទេបន្ទាប់មកយើងច្រាំសាច់របស់យើងនេះឲ្យម៉ត់ល្មមមកមិនបាច់ម៉ត់ផង់ពេកទេបងប្អូនពេលច្រាំសាច់ជ្រូករៀងម៉ត់ល្មមហើយនាងខ្ញុំមកកាប់ឆ្អឹងមាន់ដែលសល់ពីនាងខ្ញុំយកទ្រូងមាន់ទៅស្ងោរញ៉ាំអញ្ចឹងវានៅឆ្អឹងហើយយើងទិញមកវាជាប់ឆ្អឹងផងជាប់សាច់ផងចាពេលច្រាំឬក៏កាប់សាច់អីរួចរាល់ហើយដាក់ខ្ទះមកចាដាក់ខ្ទឹមបំពងឲ្យលីងឲ្យរៀងឈ្ងុយមកចាំយកសាច់របស់យើងមកដាក់មុនមកយើងឆាសាច់របស់យើងបែបណាឲ្យវាអស់អាជាតិទឹកព្រៃទឹកឆ្អាបហ្នឹងចាំយើងយកគ្រឿងផ្សេងមកដាក់ទៀតដូចនេះខ្ញុំថាអញ្ចឹងបើសិនជាយើងឆាអត់ដែរទឹកឆ្អាបហ្នឹងទៅពេលដែលយើងឆាជាមួយតកួនអីគឺអត់ឆ្ងាញ់ទេណាបងប្អូនអញ្ចឹងយើងត្រូវការលីងវាឲ្យរៀងដាច់ចាអាទឹកចាំតិចមករួចហើយយើងយកសៀងមកចាក់ឲ្យថែមស្ករនិងប៊ីចេងបងប្អូនកុំតន់ថែមអំបិលឬទឹកត្រីឯណាទោះបីសៀងនេះគឺជាប្រភេទសៀងផ្អែមមែនប៉ុន្តែក៏វាមានរសជាតិប្រៃដែរចាឆារបស់នាងខ្ញុំហ្នឹងគឺនាងខ្ញុំអត់នេះទេបងប្អូនអត់ដាក់ទឹកត្រីឬក៏អំបិលអីទេគឺប្រើតែជាតិប្រៃរបស់សៀងហ្នឹងវាចង់ប្រៃព្រោះនាងខ្ញុំមកញ៉ាំសាបពេលដែលយើងឆាសៀងចូលជាតិគ្នាជាមួយនឹងសាច់អីរួចរាល់ហើយឆ្អិនហើយនាងខ្ញុំបានដួសទុកខ្លះហើយបន្ទាប់មកគឺយើងយកតកួនរបស់យើងនេះតកួនរបស់នាងខ្ញុំគឺខ្ចីល្អណាស់បងប្អូនអើយចាយើងយកតកួនរបស់យើងមកចាក់ហើយយើងត្រឡប់ឲ្យបានលឿនផុតណាបងប្អូនដាក់ភ្លើងឲ្យរៀងខ្លាំងតិចកាន់តែល្អពេលហ្នឹងអញ្ចឹងយើងត្រឡប់ចុះត្រឡប់ឡើងត្រឡប់ចុះត្រឡប់ឡើងរហូតដល់តកួនរបស់យើងហ្នឹងចាំមកសពបល្មមហើយអាហ្នឹងចាំយើងថែមជាមួយនឹងស្លឹកខ្ទឹមដាក់ស្លឹកខ្ទឹមដាក់អីរួចរាល់ហើយយើងកូរត្រឡប់ស្លឹកខ្ទឹមមកត្រឡប់ពីត្រឡប់មកយើងមិនចាំបាច់ទុកវាយូរទេព្រោះតកួននេះវាស្រួយឆ្ងាញ់បើបងប្អូនទុកយូរវានឹងស្វិតហើយអញ្ចឹងកូរត្រឡប់វារួចរាល់ហើយពេលឆ្អិនយើងដួសទុកបានហើយបងប្អូនដួសមកញ៉ាំភ្លាមកាន់តែឆ្ងាញ់វាធ្វើចាឆាសៀងជាមួយនឹងតកួនបើបងប្អូនជ្រើសរើសតកួនអត់ត្រូវទេគឺវាអត់សូវមានរសជាតិឆ្ងាញ់ទេបងប្អូនចាបើសិនតែតកួនហ្នឹងដើមរៀងស្វិតទៀតគឺកាន់តែអត់ឆ្ងាញ់តែវីដេអូងាយៗអំពីមុខម្ហូបងាយៗរបស់នាងខ្ញុំបានដល់ទីបញ្ចប់ហើយចានាងខ្ញុំសូមថ្លែងអំណរគុណបងប្អូនដែលតែងតែគាំទ្រក៏ដូចជាទស្សនាវីដេអូនេះខ្ញុំជូនពរបងប្អូនទាំងអស់គ្នាសំណាងល្អសុខភាពល្អរកទទួលទានមានបានធ្វើដំណើរទៅណាមកណាប្រកបដោយសុខសុវត្ថិភាពចាសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយនេះឆាតកូនមួយសាច់ជ្រូកច្រាំនិងសៀងរបស់យើងខ្ញុំរួចរាល់ហើយណាចាអញ្ចឹងមុខម្ហូបហ្នឹងពិសេសសម្រាប់ចុងខែអត់ចំណាយលុយច្រើនណាចាអញ្ចឹងវីដេអូនេះមានអីទេនេះខ្ញុំមានតែអរគុណបងប្អូនដែលតែងតែ share ក៏ដូចជាចា like វីដេអូនេះខ្ញុំក៏ដូចជា comment ចាអរគុណច្រើនហើយបាទបងប្អូនហ្នឹងហើយថ្ងៃហ្នឹងមកញ៉ាំយកសាច់ជ្រូកមកឆ្ងាញ់ណាស់បងប្អូន